នេះគឺជាប្រភេទរថយន្ត Mazda 3 ដែលបងប្រុសគាត់ជឿជាក់លើភេទតារាជំនាញកញ្ចក់រថយន្តក៏បានការណែនាំពីបងប្អូនមិត្តភ័ក្តិរបស់គាត់ដែរនោះតែអកុសលកញ្ចក់របស់គាត់នេះវាត្រូវទឹកសម័យនោះគឺលក្ខណៈគាត់ត្រូវទឹកភ្លៀងពីល្ងាចហើយព្រឹកឡើងគាត់ប្រញាប់ទៅប៉ៃលិនវិញទៀតដល់ពេលអញ្ចឹងទៅគាត់ថាចាំបាច់ត្រូវតែធ្វើអញ្ចឹងជាប់ប៉ុណ្ណាយកប៉ុណ្ណឹងទៅហើយខ្ញុំក៏បានសម្រេចចិត្តទៅធ្វើឲ្យគាត់ទៅហើយអ្វីដែលសំខាន់មុននឹងខ្ញុំធ្វើក៏ខ្ញុំប្រាប់គាត់ដែរថាកញ្ចក់ឡានបងចូលទឹកហើយនេះនៅពេលដែលយើងចាំបាច់ទៅយើងឃើញអិនតនូនៅអាចុងហ្នឹងអញ្ចឹងទៅវាចូលទឹកអញ្ចឹងយើងប្រាប់គាត់ទៅតាមអ្វីដែលជាវិជាជីវៈរបស់យើងថាវាត្រូវទឹកហើយបើទោះបីជាការអត់របស់យើងហ្នឹងក៏អត់ទៅអត់សូវបានល្អដែរតែអ្វីដែលសំខាន់បើចង់ឲ្យជាប់គឺយើងចាំបាច់រៀលមហាជាខ្ទង់មកចង្អុលដៃថែមទៀតអញ្ចឹងណាអញ្ចឹងកញ្ចក់មិញហ្នឹងគឺខ្ញុំបានចាំបាច់ឲ្យវារៀលប្រហែលជាខ្ទង់2ថ្នាំងដៃទៅមុខថែមទៀតដើម្បីឲ្យវាមានភាពធន់មាំជាប់បានយូរជាមួយនឹងសាច់កញ្ចក់ថ្មីកុំឲ្យដែលយើងអត់សាច់ចាក់ទៅវាអត់សូវខាំល្អហើយវាចូលទឹកទៀតវាអត់សូវ smooth ទេបងប្អូនទាំងអស់គ្នាហើយអ្វីដែលសំខាន់គឺមុននឹងការធ្វើគឺយើងតែងតែបញ្យល់ទៅដល់អតិថិជនថាកញ្ចក់បើសិនជាចូលទឹកបែបនេះធ្វើបែបនេះបងគួរតែទុក5ថ្ងៃ2ម៉ោងអីសិនទៅចាំធ្វើតែគាត់ថាអត់មានពេលទេបងអើយបើអត់មានពេលមានតែធ្វើសិនតែអញ្ចឹងហើយចាំគាត់ពេលក្រោយទៀតទៅហើយបើសម្រាប់ពីពេកតារាទៅគឺអ្វីដែលជាវិជ្ជាជីវៈរបស់យើងគឺចាំបាច់ត្រូវតែ5ថ្ងៃ2ម៉ោងឬក៏3ម៉ោងសិនបានយើងធ្វើប្រសិនវាចូលទឹកត្រូវទឹកអញ្ចឹងណាប្រភេទឆ្នូតបែបហ្នឹងគឺយើងអត់តន់ចង់អត់ទេតែដោយសារតែបងប្រុសគាត់ឲ្យធ្វើហើយយើងក៏ធ្វើទៅព្រោះដោយសារគាត់ប្រញាប់ទៅខេត្តប៉ៃលិនអីទៀតអញ្ចឹងណាវាឆ្ងាយវាអីអញ្ចឹងគាត់ថាអត់មានពេលទេបងអញ្ចឹងបងជួយអត់មួយសិនទៅបាទអញ្ចឹងក៏ក្រុមការងារតារាក៏សម្រេចចិត្តមកអត់ជូនបងប្រុសដោយប្រើប្រាស់នៅផលិតផលដែលមានគុណភាពធន់មាំជាប់បានយូរជាផលិតផលរបស់អាឡម៉ង់ដែលអាចជួយកាត់ស្នាមបានល្អនិងការពារកុំឲ្យវារៀលទៅមុខថែមទៀតបាទឥឡូវនេះយើងបានធ្វើការចាក់កាវអត់រួចរាល់ហើយបងប្អូននឹងទៅមើលអំពីលទ្ធផលទាំងអស់គ្នាតើវាកាត់ស្នាមបានប្រមាណ%ហើយកញ្ចក់នេះប្រសិនបើវាអត់ចូលទឹកវិញបងប្អូននិយាយពីថាធន់ហ្មងនិយាយរួមទៅប្រសិនបើអត់ចូលទឹកគឺជាប់ល្អបងប្អូនទាំងអស់គ្នានេះយើងធ្វើទៅវាកាត់ស្នាមបានប៉ុណ្ណឹងដែរវាល្អដែរព្រោះគាត់ថាអ្វីដែលសំខាន់គឺយើងអត់ចង់ឲ្យអតិថិជនធ្វើទេនៅពេលដែលវាចូលទឹកអីចឹងណាព្រោះកាលណាដែលចូលទឹកគឺយើងអត់ confident លក្ខណៈថាអត់ទំនុកចិត្ត100%លើកាយតែបើសិនជាអត់ចូលទឹកហ្មងគឺយើងធ្វើទៅជាប់បានល្អហ្មងបងប្អូនអរគ្នាបាទអញ្ចឹងអត់មានពីអីទេគឺមានតែប៉ុណ្្នឹងទេហើយប្រសិនបើបងប្អូនមានកញ្ចក់រថយន្តបែកអីចឹងគឺបងប្អូនកុំឲ្យត្រូវទឹកភ្លៀងលាងទឹកបក់ផ្លាត់ទឹកបងប្អូនគួរទិញស្កុតបិទតួម៉ូតូឲ្យបិទពីលើវាចោលតែកុំយកស្កុតរមីវ៉ាន់បិទណាហើយមួយទៀតបើសិនជាខលមកខ្ញុំអត់ចូលខាឆាតមកខ្ញុំអត់ឆ្លើយអីចឹងបងប្អូនអាចតែរយៈទូរស័ព្ទក៏បានដែរព្រោះដោយសារខ្ញុំកំពុងជិះម៉ូតូអញ្ចឹងបងប្អូនអរគ្នានេះកន្លែងនេះគឺអធិស្ឋានមែនតើបងប្អូនអរគ្នាអរគុណច្រើន